Song Namaskar លោកចាស់គ្រប់ព្រះអង្គជំរាបសួរបងប្អូនប្រុសស្រីជាទីគោរពថ្ងៃនេះខ្ញុំធ្វើវីដេអូលើកឡើងអំពីសុបិននិមិត្ត16ប្រការរបស់ព្រះបាទបសេនទីកោសលនៅក្នុងចំណុចទី11ព្រះបាទបសេនទីកោសលបានសុបិនឃើញនៅក្នុងចំណុចទី11នេះឃើញថាមានបុរសយកក្លឹមច័ន្ទដែលមានតម្លៃសែនកហបណៈនោះឯងយកទៅដូរជាមួយនឹងប្រេងស្អុយការដែលព្រះបាទបសេនទីកោសលបានសុបិនឃើញបែបនោះហើយមានការផិតភ័យរន្ធត់តក់ស្លុតថាតើនគររបស់អាត្មាអញនោះនឹងคล้ายជាយ៉ាងណាតើប្រជានរាជនោះនឹងមានកើតរឿងអ្វីដល់នៅក្នុងនគរដែលខ្លួនឯងកំពុងសោយរាជនឹងឯងការដែលឃើញបែបនោះហើយក៏បានស្វែងរកថាអ្នកណាអាចដឹងពីរឿងគ្រប់យ៉ាងដែលខ្លួនបានសុបិននេះឯងពេលនោះឯងមានតែអគ្គមហេសីរបស់ព្រះអង្គទេដែលទូលដល់ព្រះអង្គថាមានតែព្រះសម្មាសម្ពុទ្ធមួយទេដែលអាចដឹងអំពីសុបិនរបស់មហារាជពេលនោះឯងទៅព្រះបាទបសេនទីកោសលនឹងបានយករឿងទាំងអស់ហ្នឹងជាសុបិន11នេះឯងទទួលដល់ព្រះសម្មាសម្ពុទ្ធដើម្បីដោះស្រាយនៅសុបិននោះថាតើមានសេចក្តីបែបណាពេលនោះឯងក្រោយពីព្រះបាទបសេនទីកោសលបានរៀបរាប់អំពីសុបិនទាំងអស់នេះទូលដល់ព្រះសម្មាសម្ពុទ្ធហើយព្រះអង្គបានព្យាករថាសុបិនឃើញថាបុរសយកក្លឹមច័ន្ទដែលមានតម្លៃសែនកហបណៈយកទៅដូរជាមួយនឹងប្រេងស្អុយនេះគឺត្រូវណាស់គឺត្រូវក្នុងកាលអនាគតក្នុងកាលអនាគតនោះពេលនោះឯងព្រះសម្មាសម្ពុទ្ធព្យាករកាលពី2000ជាងឆ្នាំមុនក្នុងកាលអនាគតព្រះអង្គបានព្យាករថាសូមមហាបពិតកុំមានការផិតភ័យឡើយកាលដែលទៅមុខទៅកាលអនាគតទៅគឺក្លឹមច័ន្ទដែលមានតម្លៃថ្លៃហ្នឹងប្រៀបដូចជាអ្នកបួសហើយទឹកដោះគោជូរហ្នឹងប្រៀបដូចជាអមិសទានឬក៏បច្ច័យ4នឹងឯងទឹកដោះប្រេងស្អុយហ្នឹងដូចជាបច្ច័យ4នឹងឯងអញ្ចឹងកាលទៅមុខអ្នកបួសនោះឯងតែងតែយកធម៌វិន័យនឹងឯងទៅដោះដូរជាមួយនឹងលៀបសការៈកាលដែលព្រះសម្មាសម្ពុទ្ធបានឲ្យភិក្ខុសង្ឃទាំងឡាយហ្នឹងសំដែងធម៌វិន័យរៀនធម៌វិន័យដោយអនុគ្រោះដល់បរិស័ទហ្នឹងភិក្ខុសង្ឃទាំងឡាយនោះមិនបានអនុគ្រោះដល់បរិស័ទទេបែរជាទៅកុហកមូលពុទ្ធដីការបស់ព្រះអង្គហើយដើម្បីធ្វើឲ្យបរិស័ទទាំងឡាយហ្នឹងជឿជាក់លើខ្លួនហើយបូជាលើខ្លួនអញ្ចឹងអាការដែលមិនបានគោរពធម៌វិន័យរបស់ព្រះអង្គហ្នឹងព្រោះធម៌របស់ព្រះអង្គហើយនឹងអ្នកបួសនោះឯងគឺមានតម្លៃថ្លៃមែនតែនអ្នកបួសនៅក្នុងពុទ្ធសាសនាប្រៀបបានត្រកូលដែលគ្មានគូប្រៀបនៅក្នុងโลกនេះគឺជាត្រកូលសក្យបុត្រតកូលសក្យបុត្រនឹងសំបីតែមកពីតកូលណាក៏ដោយមកពីតកូលអ្នកក្រីក្រលំបាករើសសម្រាមយ៉ាងណាក៏ដោយឲ្យតបានចូលទៅកាន់ភ្នោះហើយឈ្មោះថាសក្យបុត្រទាំងអស់ឯសំបីតែព្រះរាជាក៏លើកដៃសំពះនៅអ្នកបួសដែរអញ្ចឹងអ្នកបួសនេះឯងមានតម្លៃរហូតដល់សំបីតែឪពុកម្ដាយក៏មិនអាចលើកដៃសំពះបានដែរព្រោះមានតម្លៃថ្លៃខ្លាំងហើយកាលណាតម្លៃថ្លៃខ្លាំងហ្នឹងគឺសុបិនហ្នឹងឃើញថាដូចជាក្លឹមច័ន្ទអញ្ចឹងតម្លៃនៃព្រះភិក្ខុសង្ឃហ្នឹងមានតម្លៃដូចជាក្លឹមច័ន្ទអញ្ចឹងគឺមានតម្លៃណាស់ប៉ុន្តែភិក្ខុខ្លួនឯងនៅឯងមិនបានរក្សាតម្លៃខ្លួនឯងមិនបានរក្សាតម្លៃខ្លួនឯងនៅក្នុងទីនេះមានន័យថាយកក្លឹមច័ន្ទនឹងឯងទៅដូរជាមួយនឹងប្រេងស្អុយហើយប្រេងស្អុយក្នុងទីនេះសំដៅយកលៀបសការៈហើយយើងឃើញខ្លះហើយនៅក្នុងបច្ចុប្បន្ននេះអាចចូលដល់នៅក្នុងការព្យាកររបស់ព្រះសម្មាសម្ពុទ្ធខ្លះហើយការដែលខ្ញុំនិយាយនេះមិនមែនជាការបៀតបៀនគឺគ្រាន់តែនិយាយទៅតាមការព្យាកររបស់ព្រះសម្មាសម្ពុទ្ធនៅក្នុងបិដកលេខ58នៅក្នុងការព្យាកររបស់ព្រះបាទព្យាកររបស់ព្រះសម្មាសម្ពុទ្ធនៅក្នុងសុបិនរបស់ព្រះបាទបសេនទីកោសលនោះឯងថាកាលដែលអ្នកបួសនៅឯងមិនបានគោរពធម៌វិន័យតែងតែប្រឆាចធម៌វិន័យដោយសម័យបច្ចុប្បន្នអញ្ចឹងយើងមានឃើញលោកម្ចាស់អង្គខ្លះលោកបែរជាទុះទាយហ្នឹងក៏មិនមែនព្រះអង្គអត់អនុញ្ញាតដែរការទុះទាយការធ្វើខ្សែកថាការគូសយ័ន្តសរសេរយ័ន្តបក់ផ្លិត អ
ស្រោចទឹកទាំងអស់ហ្នឹងសុទ្ធតែផ្ទុយជាមួយនឹងពុទ្ធដីកាព្រះអង្គហើយបរិស័ទទាំងឡាយការដែលយើងអត់បានសិក្សានៅក្នុងពុទ្ធដីកាព្រះអង្គហើយយើងគិតថានឹងគឺជាធម៌របស់ព្រះសម្មាសម្ពុទ្ធស្រោចទឹករំដោះគ្រោះចាយ័នចាកថាលើករាសីទាំងអស់ហ្នឹងថាជាធម៌របស់ព្រះសម្មាសម្ពុទ្ធការពិតទាំងអស់ដែលខ្ញុំរៀបរាប់ទាំងអស់ហ្នឹងគឺព្រះអង្គតេះដៀលថាភិក្ខុអង្គណាធ្វើបែបនោះហៅថាមុខៈបុរសអញ្ចឹងឲ្យតែភិក្ខុអង្គណាធ្វើបែបនោះហៅថាមុខៈបុរសមានន័យថាធ្វើឲ្យតម្លៃពុទ្ធសាសនាហ្នឹងធ្លាក់ចុះអញ្ចឹងភិក្ខុខ្លះលោកមិនដឹងថាមិនមែនថាលោកអត់រៀនវិន័យប៉ុន្តែដោយលៀបសការៈហ្នឹងគ្របសង្កត់លៀបសការៈគ្របសង្កត់ហ្នឹងក៏បែរជាទុះទាយទៅលើករាសីស្រោចទឹកឲ្យគេឯងដើម្បីឲ្យគេបូជាដល់ខ្លួនហើយសួរថាការដែលធ្វើទាំងអស់ហ្នឹងការសង្គ្រោះបរិស័ទគិតអញ្ចឹងហើយយើងគ្រប់គ្នាក៏អាចដឹងថានឹងជាការសង្គ្រោះបរិស័ទការប៉ັດកំពុងតែជន់ពន្លិចបរិស័ទគ្រាន់តែយើងអត់បានដឹងតែប៉ុណ្ណោះអាការដែលឲ្យលោកស្រោចទឹកការដែលឲ្យលោករំដោះគ្រោះទាំងអស់ហ្នឹងសិតជាតួបាបទាំងអស់ចាជាតួបាបព្រោះមានទិដ្ឋិយល់ខុសហើយព្រះសម្មាសម្ពុទ្ធបានបដិសេធភិក្ខុអង្គណាធ្វើត្រូវទោសទាំងអស់ប៉ុន្តែបែរជាភិក្ខុសម័យបច្ចុប្បន្ននេះមានធ្វើខ្លះហើយគឺអ្នកខ្លះចាយ័នចាកថាស្រោចទឹករំដោះគ្រោះបានលុយច្រើនហើយយកទៅឧបត្ថម្ភនៅទីនេះទីនោះអញ្ចឹងទៅបរិស័ទរបស់យើងក៏ថាអស្ចារ្យណាលោកម្ចាស់មានចិត្តល្អណាស់ទាំងដែលយើងអត់បានដឹងថានេះជាអំពើក្បត់ជាមួយនឹងព្រះសម្មាសម្ពុទ្ធនេះគឺកំពុងតែយកក្លំច័ន្ទដែលមានតម្លៃហ្នឹងទៅដូរជាមួយនឹងទឹកដោះគោជូរយើងអត់អាចដឹងទេដោយសារតែយើងមិនបានស្ដាប់ជាមួយនឹងសពបរោះមិនបានចូលសិក្សានៅក្នុងពុទ្ធសាសនាធ្វើឲ្យយើងមិនដឹងអំពីថាតើធម៌ណាជាធម៌របស់ព្រះសម្មាសម្ពុទ្ធព្រះអង្គអនុញ្ញាតធម៌ណាព្រះអង្គមិនអនុញ្ញាតយើងអត់ដឹងទេដូចខ្ញុំរៀបរាប់ទាំងអស់ថាស្រោចទឹករំដោះគ្រោះលើករាសីចាយ័នចាកថាឲ្យបាលីស័ក្តិសិទ្ធិទាំងអស់នេះសុទ្ធតែជាការខុសឆ្គងនៅក្នុងពុទ្ធសាសនាទាំងអស់ភិក្ខុអង្គណាធ្វើភិក្ខុអង្គនោះឯងត្រូវទទួលទោសឬមួយក៏អាចពេលដែលស្លាប់ទៅនឹងទៅធ្លាក់ទៅក្នុងអបាយភូមិអញ្ចឹងទៅប៉ុន្តែសម្រាប់បរិស័ទយើងដែលគាត់អត់បានសិក្សាគាត់គិតថាល្អទៅវិញដោយសារលោកជួយសង្គ្រោះយើងជួយយើងឲ្យយើងរកស៊ីមានបានជួយរំដោះទុក្ខយើងជួយឲ្យយើងមានរិស័យខ្ពស់ជួយឲ្យយើងនឹងមានអាយុវែងគ្រប់បែបយ៉ាងទាំងអស់ដែលយើងគិតហ្នឹងសុទ្ធតែជារឿងខុសទាំងអស់សេចក្តីពិតកម្មបុគ្គលណាធ្វើគឺបុគ្គលនោះទទួលអត់មានធម៌ណាទៅរំដោះកម្មបានទេកម្មមានតែកម្មដូចគ្នាទៅអាចរំដោះបានកម្មមានតែកម្មដូចគ្នាអាចរំដោះបាននោះតើយ៉ាងម៉េចដូចឧទាហរណ៍ថាយើងមានអកុសលកម្មច្រើនប៉ុន្តែឥឡូវនេះយើងកំពុងតែចម្រើនកុសលកម្មអញ្ចឹងកាលណាកុសលកម្មហ្នឹងវាមានកម្លាំងវាអាចទៅកាត់ផ្ដាច់អកុសលកម្មបានអញ្ចឹងអាហ្នឹងបានប៉ុន្តែបើមានធម៌មានបាលីមានលោកម្ចាស់ចាយ័នចាកថាណាទៅជួយរំដោះកម្មយើងនោះគឺមិនមានទេព្រះសម្មាសម្ពុទ្ធបានបដិសេធហើយបានថាភិក្ខុសង្ឃអង្គណាធ្វើបែបនោះហៅថាមុខៈបុរសទៀតណោះអញ្ចឹងការដែលសុបិនរបស់ព្រះបាទបសេនទីកោសលនៅក្នុងចំណុចទី11ហ្នឹងគឺឃើញថាយកក្លឹមច័ន្ទទៅដូរជាមួយនឹងប្រេងស្អុយហ្នឹងឯងគឺភិក្ខុសង្ឃអង្គណាដែលធ្វើបែបនោះដែលយកធម៌ព្រះអង្គនឹងទៅសូត្ររំដោះគ្រោះយកធម៌ព្រះអង្គនឹងទៅសូត្រថាស័ក្តិសិទ្ធិយកធម៌ព្រះអង្គនឹងទៅសូត្រថាអាចជួយឲ្យរាសីរកស៊ីមានបានលក់ដីដាច់ឬអីគ្រប់បែបយ៉ាងទាំងអស់ហ្នឹងរកស៊ីមានបានឲ្យភ្ញៀវចូលច្រើនអូសទាញភ្ញៀវឲ្យចូលច្រើនកាលណាដែលលោកវិខុសង្ឃអង្គណាធ្វើហ្នឹងប្រៀបបាននឹងយកតម្លៃខ្លួនឯងហ្នឹងធ្វើឲ្យធ្លាក់ចុះដូចជាក្លឹមច័ន្ទហ្នឹងឯងទៅដូរជាមួយនឹងប្រេងស្អុយយ៉ាងណាមិញបើសិនជាចំពោះពុទ្ធបរិស័ទយើងអត់បានសិក្សារឿងទាំងអស់ហ្នឹងគិតថាលោកធ្វើត្រឹមត្រូវហើយជួយអនុគ្រោះដល់យើងការពិតអត់ទេមិនបានជួយអនុគ្រោះដល់យើងឯងធ្វើឲ្យយើងនឹងមានបាបថែមទៀតមានបាបត្រង់តែយើងយល់ខុសយើងយល់ថា
សត្វលោកនេះឯងមានធម៌អាចជួយសង្គ្រោះយើងបានអញ្ចឹងទៅដោយនៅក្នុងបច្ចុប្បន្នអញ្ចឹងឃើញអ្នកខ្លះឲ្យបល័យកងតបយើងអ្នកខ្លះរហូតដល់ធ្វើអាវចាយន់ឲ្យកងតបយើងអញ្ចឹងទៀតណាហើយការពិតសេចក្តីនឹងគ្មានទេគឺកងតបយើងត្រូវតែខំប្រឹងប្រែងរកយុទ្ធសាស្ត្រណាដើម្បីការពារខ្លួនតែប៉ុណ្ណោះមិនមែនរឿងយន់រឿងកថាហ្នឹងអាចទៅជួយបានទេប៉ុន្តែគ្រាន់តែយើងយល់ខុសតែប៉ុណ្ណោះអញ្ចឹងសុបិនរបស់ព្រះបាទបសេនទីកោសលនៅក្នុងចំណុចទី11នេះគឺមានសេចក្តីអញ្ចឹងឯងគឺតកតងជាមួយនឹងសាសនារបស់ព្រះសម្មាសម្ពុទ្ធគឺភិក្ខុសង្ឃនៅក្នុងកាលអនាគតដែលព្រះអង្គព្យាករជាង 2000 ឆ្នាំនោះហើយនឹងថានៅក្នុងកាលអនាគតភិក្ខុសង្ឃនឹងឯងយកធម៌ដ៏ល្អផូរផង់ដែលមានតម្លៃនឹងឯងទៅដូរជាមួយនឹងលៀបសក្ការៈហើយអញ្ចឹងតម្លៃរបស់ព្រះសង្ឃនៅក្នុងបច្ចុប្បន្នគេអត់សូវគោរពនឹងមិនមែនមកពីគេមិនគោរពទេដោយសារអ្នកបួសខ្លួនឯងហ្នឹងធ្វើឲ្យតម្លៃខ្លួនឯងហ្នឹងធ្លាក់ចុះដោយខ្លួនឯងអត់មានអ្នកធ្វើទេអត់មានអ្នកធ្វើឲ្យតម្លៃព្រះសង្ឃហ្នឹងធ្លាក់ចុះទេមានតែព្រះសង្ឃខ្លួនឯងហ្នឹងឯងទៅធ្វើរឿងទាំងអស់ហ្នឹងហើយគេអ្នកសិក្សាធម៌អញ្ចឹងគេដឹងអញ្ចឹងឃើញថាអាការដែលយើងធ្វើទាំងអស់ហ្នឹងគឺសុទ្ធតែជាការត្រូវការលៀបសក្ការៈទាំងអស់អញ្ចឹងឲ្យសំដែងឲ្យគេឃើញថាយើងជាអ្នកបួសហ្នឹងកំពុងតែយកក្លំច័ន្ទដែលមានតម្លៃហ្នឹងដូរជាមួយនឹងប្រេងស្អុយនឹងសេចក្តីនៃសុបិនរបស់ព្រះបាទបសេនទីកោសលហ្នឹងមានប្រមាណប៉ុណ្ណឹងនៅក្នុងវីដេអូរបស់ខ្ញុំនឹងបន្តនៅសុបិនតទៀតនៅក្នុងវីដេអូក្រោយហើយក៏សូមខន្តីអភ័យទោសចំពោះលោកម្ចាស់ដែលជួនកាលអាចប៉ះពាល់ប៉ុន្តែនិយាយនេះទៅតាមការព្យាកររបស់ព្រះសម្មាសម្ពុទ្ធហើយក្នុងបំណងស្រឡាញ់ព្រះពុទ្ធសាសនាតែប៉ុណ្ណោះសូមនមស្ការលានឹងជម្រាបលា